រដូវតិចគឺមានផលប៉ះពាល់ច្រើនមែនទែនសម្រាប់សុខភាពរបស់ស្ត្រីទី1គឺធ្វើឲ្យគាត់ពិបាកនៅក្នុងការមានកូនទី2ទៅជាបញ្ហាស្បូនខ្សោយអាចនឹងជួបបញ្ហាវិបត្តិរដូវទៅជារដូវមិនទៀងរាំងរដូវអាចនឹងជួបបញ្ហាធ្លាក់ឈាមខុសប្រក្រតីស្បូនខ្សោយទៅជាក្តៅកើតរោគស្ត្រីទៅមានបញ្ហាធ្លាក់សមានការរមាស់មានធំក្លិននឹងធ្វើឲ្យគាត់អាចនឹងមានការស្ងួតនៅតំបន់ទ្វារមាសដែលធ្វើឲ្យមានការឈឺចាប់នៅពេលដែលគេងនៅជាមួយនឹងគ្រួសារម្ដងអញ្ចឹងតកតងមួយការមករដូវតិចនេះស្ត្រីរបស់យើងគឺអាចមើលរំលងបានទេដោយសារតែបញ្ហានេះបើសិនជាបងប្អូនចាប់ផ្ដើមសង្កេតឃើញថារដូវបងប្អូនមកតិចថ្ងៃមកតិចពេលខ្លះសឹងតែមិនបាច់ទ្របសលៃឬក៏អ្នកខ្លះមកសលៃមួយថ្ងៃហ្នឹងគឺអត់មានការជោគសលៃទេគឺជាបញ្ហាដែលបងប្អូនគួរតែរួសរាន់នៅក្នុងការព្យាបាល